ប្រជាជនថៃគួរតែអានច្បាប់សមុទ្រណាទាំងយោធាថៃខ្ញុំឃើញថាថៃចេញមកថាគាត់ចង់បិទជាមួយនឹងផ្លូវសមុទ្រខ្ញុំគិតថាមិនចឹងតើជនជាតិថៃបានចេះជាមួយនឹងច្បាប់សមុទ្រអន្តរជាតិទេនិយាយពាក្យហ្នឹងហើយជាគាត់អត់បានសិក្សាអំពីច្បាប់សមុទ្រអន្តរជាតិបានគាត់និយាយពាក្យហ្នឹងគាត់គូផែនទីមកមើលទៅគាត់រំលងជាមួយនឹងច្បាប់សមុទ្របំពេញច្បាប់សមុទ្រអន្តរជាតិនោះគឺជារឿងមួយផ្នែកមួយជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងសារជាថ្មីនៅក្នុងវីដេអូថ្មីថ្ងៃនេះគឺមានព័ត៌មានអាប់ដេតចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងដោយសារតែខ្ញុំបានឃើញការផុសរបស់ SBM New បាទការផុសរបស់គាត់ណាអាមេរិកបាទហូតលុយ$45 លានចេញពីហោប៉ៅឲ្យកម្ពុជាថៃអនុវត្តកិច្ចព្រមព្រៀងសន្តិភាពប្រកបទៅដោយសុវត្ថិភាពប្រសិទ្ធភាពខ្ពស់បាទគ្រាន់តែឃើញដំណឹងនេះហើយយើងយល់ហើយបងប្អូនយើងយល់ថាអាមេរិកគឺគាត់ចង់បានឲ្យប្រទេសទាំងពីរហ្នឹងគឺមានសន្តិភាពមិនចង់ឲ្យប្រទេសទាំងពីរគឺមានសង្គ្រាមកើតឡើងទេរហូតដល់ថ្នាក់លោកដូណាល់ត្រាំគាត់ទាញលុយបាទ$45 លានទៅហើយដើម្បីបញ្ចប់សង្គ្រាមលុយនោះគឺយើងបែងចែកទៅការដោះមីនមួយផ្នែកទៅការរៀបចំរចនាសម្ព័ន្ធបញ្ឈប់ជាមួយនឹងការឈប់បាញ់សង្គ្រាមមិនឲ្យសង្គ្រាមកើតឡើងម្ដងទៀតពីប្រជាពលរដ្ឋខ្មែរគឺខ្ញុំអរគុណទៅកាន់លោកដូណាល់ត្រាំដែលចូលមកសម្រួលកុំឲ្យមានសង្គ្រាមព្រោះកម្ពុជាគឺមិនចង់ឲ្យមានសង្គ្រាមទេពលរដ្ឋកម្ពុជាថ្នាក់ដឹកនាំកម្ពុជាគឺមិនចង់មានសង្គ្រាមជាមួយថៃទេគឺយើងចង់បានសន្តិភាពរៀងខ្លួនបើយើងក៏លេខទៅមើលប្រជាជនថៃពលរដ្ឋថៃពួកគាត់ក៏មិនចង់មានសង្គ្រាមជាមួយកម្ពុជាដែរវាជាប្រសពមួយពលរដ្ឋខ្មែរក៏អត់ចង់មានសង្គ្រាមពលរដ្ឋថៃក៏អត់ចង់មានសង្គ្រាមដែរគឺអត់ចង់មានសង្គ្រាមទេគ្រាន់តែបច្ចុប្បន្នទាហានថៃខ្ញុំមិនដឹងថាពួកគាត់គិតយ៉ាងម៉េចទេមិនដឹងថាគាត់ចង់មានសង្គ្រាមឬយ៉ាងណាទេលក្ខណៈថាមួយឆ្នាំនេះគឺគាត់ដូរនាយករដ្ឋមន្ត្រីរហូតដូររហូតបើតាមសកម្មភាពខាងយោធាថៃគឺគាត់ដូចជាចង់មានសង្គ្រាមតែដោយសារតែមានកិច្ចព្រមព្រៀងខណ្ឌមិនឲ្យមានសង្គ្រាមទើបពួកគាត់អត់ហ៊ានធ្វើសង្គ្រាមនេះក៏ជារឿងមួយដែរហើយខ្ញុំជឿថាទាហានថៃមិនទាំងអស់ទេភាគច្រើនគឺគាត់អត់ចង់មានសង្គ្រាមដូចតែខ្មែរយើងអញ្ចឹងគ្រាន់តែក្បាលម៉ាស៊ីនមានការបញ្ជាដូច្នេះទាំងពលរដ្ឋថៃទាំងទាហានថៃគឺគាត់អត់ចង់មានសង្គ្រាមទេគ្រាន់តែថ្នាក់លើបញ្ជានេះគឺជារឿងប្រសពមួយដែលខ្មែរយើងមិនចង់មានសង្គ្រាមហើយពលរដ្ឋថៃក៏អត់ចង់មានសង្គ្រាមដែរខ្ញុំបានទៅមើលជាមួយនឹងវីដេអូមួយដែលថៃបានថតបង្ហោះណាគឺគាត់លួចថតមានស្ត្រីថៃម្នាក់ដែលគាត់នឹងលក់ដូរអីវ៉ាន់គាត់ជេរប្រមាថទៅកាន់កងទ័ពសៀមកងទ័ពថៃថាមកពីកងទ័ពនឹងហើយទើបឲ្យមានសង្គ្រាមសេដ្ឋកិច្ចធ្លាក់ចុះប្រជាជនថៃអត់ចង់មានសង្គ្រាមទេប្រជាជនថៃគឺអត់ចង់មានសង្គ្រាមទេពាក្យមួយម៉ាត់នេះវាស្របជាមួយនឹងខ្មែរយើងគឺក៏អត់ចង់មានសង្គ្រាមដែរយើងរកចំណុចប្រសពឃើញណាក្នុងវីដេអូនោះទៀតអ៊ំស្រីម្នាក់ដែលគាត់ជេរទៅកាន់ទាហានថៃថាទាហានថៃអ្នកបង្កសង្គ្រាមធ្វើឲ្យមនុស្សស្លាប់គាត់ក៏យកទឹកស៊ុបហ្នឹងអាទឹកលាងចានហ្នឹងជះទៅលើកងទ័ពទាហានសៀមវីដេអូមួយហ្នឹងខ្ញុំបានឃើញថៃបង្ហោះនៅពេលដែលបានជះអញ្ចឹងទៅទាហានថៃវាខឹងក៏ហក់វាយអ៊ំស្រីហ្នឹងគាត់ហក់មកអ៊ំស្រីដាក់ម៉ងមកចានដៃត្រូវក្បាលទៀតសំណាងហើយមានទាហានផ្សេងទៀតប្រជាជនផ្សេងទៀតពលរដ្ឋផ្សេងទៀតមកចាប់ទាហានហ្នឹងក៏អីអាចទាហានហ្នឹងប្រើហិង្សាទៅកាន់អ៊ំស្រីម្នាក់ហ្នឹងហើយវីដេអូមួយคลิปនេះយើងអាចសបញ្ជាក់បានថាប្រជាពលរដ្ឋថៃគឺគាត់អត់ចង់មានសង្គ្រាមជាមួយខ្មែរទេភាគច្រើនគឺអត់ចង់មានសង្គ្រាមជាមួយខ្មែរគ្រាន់តែភាគតិចដែលគាត់ចង់មានសង្គ្រាមពួកជ្រុលនិយមមួយចំនួនគឺគាត់ចង់មានសង្គ្រាមមួយខ្មែរហេតុអីបានជាពួកជ្រុលនិយមមិនចង់មានសង្គ្រាមមួយខ្មែរព្រោះគាត់ឃើញខ្មែរប្រទេសទូចហើយត្រូវប្រវត្តិសាស្ត្រនៅក្នុងសាលារបស់ថៃគឺបង្រៀនខុសប្រវត្តិសាស្ត្រគឺคล้ายតែម្ដងប្រវត្តិសាស្ត្រคล้ายអញ្ចឹងខ្ញុំចង់បញ្ជាក់ទៅខាងប្រទេសថៃបន្តិចបើសិនជាស្ដាប់ឮខ្ញុំនិយាយអាច translate បកប្រែចេញណា
ខ្ញុំចង់បញ្ជាក់ជាប្រវត្តិសាស្ត្រដែលយកជាគោលបានគឺជាប្រវត្តិសាស្ត្រមានចារនៅក្នុងច្បាប់ដែលច្បាប់អន្តរជាតិទទួលស្គាល់បើជាប្រវត្តិសាស្ត្រមួយដែលគ្មានច្បាប់អន្តរជាតិដែលបានចុះសច្ចាបានស្របច្បាប់ទេវាមិនពាក់ព័ន្ធជាមួយច្បាប់អន្តរជាតិទេបានន័យថាច្បាប់នោះអធិស្ឋានបានន័យថាប្រវត្តិសាស្ត្រនោះគឺជាប្រវត្តិសាស្ត្រមិនពិតប្រាកដ 100% នោះទេនេះខ្ញុំសូមបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថៃទាំងអស់បើសិនជាប្រវត្តិសាស្ត្រណាមួយដែលមិនភ្ជាប់ជាមួយនឹងប្រវត្តិមិនភ្ជាប់ជាមួយនឹងច្បាប់អន្តរជាតិទេបានន័យថាប្រវត្តិសាស្ត្រនោះគឺមិនសុទ្ធ 100% ទេអាចថាបន្លំពលរដ្ឋសរសេរកុហកពលរដ្ឋវាមានអញ្ចឹងណាសូមត្រឡប់មកវិញពលរដ្ឋថៃទាំងអស់មុននឹងជឿទៅលើប្រវត្តិសាស្ត្រដែលសរសេរក្នុងសភៅសូមបងប្អូនទាំងអស់គ្នាទៅមើលប្រវត្តិសាស្ត្រប្រទេសផ្សេងទៀតដែលគេនៅជុំវិញប្រទេសយើងទៅមើលប្រវត្តិសាស្ត្រភូមាទៅអានប្រវត្តិសាស្ត្រឡាវទៅអានប្រវត្តិសាស្ត្រខ្មែរទៅអានប្រវត្តិសាស្ត្រប្រទេសជិតខាងផ្សេងទៀតម៉ាឡេស៊ីអីហ្នឹងយើងអានប្រវត្តិសាស្ត្រហ្នឹងហើយយើងយកមកថ្លឹងថ្លែងមិនមែនជឿតែប្រវត្តិសាស្ត្រប្រទេសខ្លួនឯងទេមានអ្នកខ្លះរហូតដល់ជឿថាអក្សរថៃគឺជាអក្សរស័ក្តិសិទ្ធិខមនឹងគឺជាថៃបើយើងប្រៀបធៀបអក្សរខមថៃដូចវាអត់ជួនអីសោះបើយើងនិយាយខមខ្មែរបើវាជួនអក្សរខដូចគ្នាណាខមអក្សរខខ្មែរអក្សរខណែវាជួនគ្នាយើងវិភាគកន្លែងហ្នឹងណាអញ្ចឹងយើងក៏ត្រូវតែវិភាគខ្យល់នៃខមនៃខ្មែរខមថៃវាខុសគ្នាអញ្ចឹងបងប្អូនយើងអ្នកដែលគាត់ចេះភាសាថៃទៅវិភាគឡើងវិញកុំជឿទាំងស្រុងជាមួយនឹងប្រវត្តិសាស្ត្រដែលថ្នាក់ដឹកនាំថៃសរសេរអសោះកុំជឿទាំងស្រុងត្រូវតែវិភាគត្រូវតែអានប្រវត្តិសាស្ត្រផ្សេងជុំវិញពិភពលោកមួយវិញទៀតតាក់ទងជាមួយនឹងច្បាប់សមុទ្រប្រជាជនថៃគួរតែអានច្បាប់សមុទ្រណាទាំងយោធាថៃខ្ញុំឃើញថាថៃចេញមកថាគាត់ចង់បិទជាមួយនឹងផ្លូវសមុទ្រខ្ញុំគិតថាមិនអញ្ចឹងតើជនជាតិថៃបានចេះជាមួយនឹងច្បាប់សមុទ្រអន្តរជាតិទេនិយាយពាក្យហ្នឹងហើយជាគាត់អត់បានសិក្សាអំពីច្បាប់សមុទ្រអន្តរជាតិបានគាត់និយាយពាក្យហ្នឹងគាត់គូផែនទីមកមើលទៅគាត់រំលងជាមួយនឹងច្បាប់សមុទ្របំពេញច្បាប់សមុទ្រអន្តរជាតិនោះគឺជារឿងមួយផ្នែកមួយត្រឡប់មកវិញសូមសិក្សាប្រវត្តិសាស្ត្រប្រទេសជិតខាងផងសិក្សាពីច្បាប់សមុទ្រផងច្បាប់អន្តរជាតិផងគ្រប់ច្បាប់អន្តរជាតិផងមិនមែនចេះតែធ្វើតាមអំពើចិត្តទេបើសិនជាថៃធ្វើតាមអំពើចិត្តណាខ្មែរយើងនឹងប្តឹងខាងខ្មែរខ្ញុំគឺប្តឹងរហូតដល់ដំណាក់កាលមួយដែលប្រទេសអ្នកដែលនៅតែកក្លឿនបន្តទៀតចង់មានសង្គ្រាមជាមួយខ្មែរទៀតទីមួយអាចថៃអស់ក្អីនៅអង្គការសហប្រជាជាតិនៅពេលដែលអ្នកអស់ក្អីអង្គការសហប្រជាជាតិអ្នកនឹងខ្លាចជារដ្ឋឯកោហើយសួរថាអ្នកចង់ទេខ្ញុំគិតថាពលរដ្ឋខ្មែរមិនចង់មានសង្គ្រាមជាមួយថៃហើយថៃក៏មិនចង់ឲ្យខ្លួនឯងបាត់ក្អីពីអង្គការសហប្រជាជាតិដែរបើសិនជាបាត់នឹងខ្លាចជារដ្ឋឯកោនៅពេលខ្លាចជារដ្ឋឯកោនឹងដឹងហើយខ្ញុំមិនបាច់និយាយច្រើនទេបញ្ហាសេដ្ឋកិច្ចបញ្ហាសង្គមគឺវារ៉ាំរ៉ាយវាញ៉ៃញ៉ៃឃើញទេមកវឹកអ្នកដែលវាយជាមួយខ្មែរទី1អ្នកចាំនេះថៃទឹកលិចបើយើងនិយាយពីបារមីវិញណាពីកម្មផលអ្នកណាធ្វើនឹងទទួលឃើញទទួលអត់នេះគឺជាផលមួយរឿងមើងងាយខ្មែរថាក្រខ្ញុំអត់ចំទាស់ទេអ្នកចង់មើងងាយមិនគឺជាមតិបកលតែប៉ុណ្ណោះខ្ញុំអត់ស្អប់ខ្ពើមថៃទាំងអស់ទេគឺជាមតិបកលចែម្នាក់ដែលគាត់និយាយឯងអញ្ចឹងខ្ញុំអត់ខឹងស្អប់ជាមួយនឹងប្រទេសថៃទាំងមូលទេនេះគឺជាសម្ដីបកលទេมันអាចធ្វើឲ្យខ្ញុំស្អប់ជនជាតិថៃទេព្រោះថៃមួយចំនួនគឺគាត់ល្អទទួលស្គាល់មិនមែនថៃទាំងអស់ណាអាក្រក់ទាំងអស់ទេចំនួនធំគេល្អថៃហើយខ្មែរយើងក៏ល្អដែរអញ្ចឹងប្រទេសទាំងពីរនេះគឺចង់បានសន្តិភាពដូចគ្នាហេតុអីបានជាថ្នាក់ដឹកនាំថៃមិនព្រមគ្រប់កិច្ចព្រមព្រៀងមិនព្រមចង់បានសន្តិភាពរៀងខ្លួនមានសន្តិភាពរៀងខ្លួនទៅមានការអភិវឌ្ឍបើយើងចេះតែវាយចង់តែវាយគេឃើញគេតូចចង់តែវាយគេ
ឃើញខ្មែរទៅចង់វាយខ្មែរមិនគោរពច្បាប់អន្តរជាតិបញ្ហាគឺវិនិច្ឆ័យទាំងសងខាងខ្មែរបានខ្មែរអត់ចង់មានសង្គ្រាមដោយសារអីសង្គ្រាមគឺវិនិច្ឆ័យទាំងសងខាងគ្មាននរណាឈ្នះនរណាចាញ់ទេនិយាយពាក្យថាសង្គ្រាមមួយម៉ាត់ណាគ្មានប្រទេសណាឈ្នះគ្មានប្រទេសណាចាញ់ទេគឺចាញ់រៀងខ្លួនទាំងអស់គឺចាញ់រៀងខ្លួនបើសិនថៃវាយខ្មែរខ្មែរវាយថៃថៃក៏ចាញ់ខ្មែរក៏ចាញ់มันអាចឈ្នះទេมันអាចឈ្នះទេអត់មានពាក្យថាឈ្នះទេសង្គ្រាមមានតែចាញ់រៀងខ្លួនបាត់បង់ប្រជាជនបាត់បង់សេដ្ឋកិច្ចបង្កឲ្យប្រទេសសងខាងទាំងពីរនឹងមានបញ្ហាជាមួយគ្នាមើលមុខគ្នាមិនត្រូវប្រជាជនស្អប់គ្នាជាចុងក្រោយបញ្ជាក់ទៅខាងប្រទេសថៃបើសិនជាលើខ្មែរគឺចង់បានសន្តិភាពទាំងពលរដ្ឋទាំងថ្នាក់ដឹកនាំទាំងប្រព័ន្ធទាំងអស់គឺចង់បានសន្តិភាពខ្មែរគឺគោរពច្បាប់អញ្ចឹងស្នើសុំទៅកាន់ថៃថ្នាក់ដឹកនាំថៃសូមគោរពច្បាប់ផងមិនមែនបំពានច្បាប់ទេហើយពលរដ្ឋថៃខ្ញុំជឿថាភាគច្រើនគឺគាត់ស្រឡាញ់សន្តិភាពគឺគាត់អត់ចង់មានសង្គ្រាមទេនេះគឺជាចំណុចប្រសពមួយដែលយើងអាចផ្សារភ្ជាប់គ្នាបានថៃស្រឡាញ់ប្រជាជនថៃភាគច្រើនគឺស្រឡាញ់សន្តិភាពខ្មែរស្រឡាញ់សន្តិភាពវាចំណុចប្រសពមួយអាចផ្សារភ្ជាប់គ្នាបានផ្សារភ្ជាប់យ៉ាងម៉េចគឺត្រូវតែយកច្បាប់ជាគោលរៀងខ្លួនខ្មែរក៏ប្រើច្បាប់ថៃក៏ប្រើច្បាប់មិនមែនប្រើច្បាប់ប្រៃទេមានតែច្បាប់ទេទៅប្រទេសទាំងពីរនឹងប្រសពចូលគ្នាឈប់មានសង្គ្រាមនឹងត្រូវរើគ្នាវិញអញ្ចឹងមានតែប៉ុណ្្នឹងទេប្រជាជនខ្មែរទាំងអស់សូមអរគុណទៅកាន់លោកដូណាល់ត្រាំដែលទាញលុយ45លានដុល្លារជួយនៅក្នុងរឿងមួយនេះបញ្ចប់សង្គ្រាមអញ្ចឹងអរគុណលោកដូណាល់ត្រាំមែនទែនដូចខ្ញុំបានធ្វើវីដេអូមុនបងប្អូនយើងទោះលោកដូណាល់ត្រាំឬក៏អ្នកដតីនាយករដ្ឋមន្ត្រីផ្សេងឬក៏បកគលផ្សេងមកជួយខ្មែរយើងគេជួយមិនបានពេញដៃពេញជើងឬក៏ជួយមិនបានសម្រាប់យើងកុំខឹងគេណាបងប្អូនគេខំជួយយើងបានថាទឹកចិត្តគេខ្លាំងណាដែលគេខំមកជួយយើងណាគេខំប្រើពេលវេលាគេមកជួយយើងបានថាគេចង់បញ្ចប់សង្គ្រាមគេមិនចង់ឲ្យមានសង្គ្រាមគេមកជួយយើងអញ្ចឹងយើងអរគុណគេបើជួយបានបានប៉ុណ្ណាក៏អរគុណប៉ុណ្ណឹងដែរកម្ពុជាអរគុណទៅកាន់ដូណាល់ត្រាំអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងចាញ់ជូនទៅកាន់ពុកម៉ែបងប្អូនយើងប្រជាជនថៃខ្ញុំជឿសន្តិភាពគាត់ចង់បានសន្តិភាពពលរដ្ឋខ្មែរយើងដឹងថាបានចង់បានសន្តិភាពគឺគាត់ចង់មានសង្គ្រាមទេហើយត្រូវបានការជួយពីអាស៊ានប្រទេសផ្សេងពីអាស៊ានហើយការជួយរបស់លោកដូណាល់ត្រាំនិងការជួយរបស់ប្រទេសចិននិងប្រទេសសព្វមិត្តផ្សេងទៀតដែលចង់បញ្ចប់សង្គ្រាមមិនចង់ឲ្យខ្មែរនិងថៃមានសង្គ្រាមអរគុណទៅកាន់មិត្តអន្តរជាតិទាំងអស់អរគុណនេះមានវីដេអូតែប៉ុណ្្នឹងចាញ់ជូនទៅកាន់ពុកម៉ែបងប្អូនយើងជាចុងក្រោយបងយើង MMO បាទរាល់ព័ត៌មានទាំងអស់មុននឹងផុសមុននឹងលើកឡើងត្រូវតែដឹងថាប្រភពមកពីណាឲ្យពិតប្រាកដមិនមែនចេះតែចោតដាក់ទៅវិញទៅមកទេហើយសូមបញ្ជាក់ផងព័ត៌មានដែលផុសសូមបញ្ជាក់ថ្ងៃទីផងបងប្អូនយើងណាបើសិនជាថតផុសជាមួយនឹងការឈ្លានពាននៅព្រំដែនសូមដាក់ថ្ងៃទីឲ្យដឹងផងតិចមកដាក់ថ្ងៃទីអ្នកមើលនឹងច្រឡំថាមានសង្គ្រាមតទៀតអញ្ចឹងណាឥឡូវនេះយើងសន្តិភាពរៀងខ្លួនហើយអរគុណបងប្អូនយើងនេះមានវីដេអូដល់ប៉ុណ្្នឹងទេបាទជួបគ្នាជាមួយនឹងវីដេអូក្រោយបើសិនជាមានព័ត៌មានអាប់ដេតចែកជូនទៅកាន់បងប្អូនយើងហើយជាព័ត៌មានមានប្រយោជន៍អរគុណជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ